Hello សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរកវត្តបញ្ញាធំនៅទីក្រុងភ្នំពេញរបស់យើងហ្នឹងណាហើយវត្តបញ្ញាធំនេះដែរគឺអត់ពិបាកស្វែងរកទេបងប្អូនទាំងអស់គ្នាវត្តបញ្ញាធំនេះគឺមានទីតាំងស្ថិតនៅក្រាំងធ្នងយើងទេអ្នកនៅទីក្រុងភ្នំពេញច្បាស់ជាស្គាល់ហើយឥឡូវហ្នឹងគឺខ្ញុំបានមកដល់ហើយនេះគឺជាជញ្ជាំងនៃខ្លងទ្វារពេលដែលយើងមកដល់ដំបូងហើយកុំអោយយូរយើងទៅធ្វើការដើរចូលទៅខាងក្នុងទាំងអស់គ្នាហើយវត្តនេះដែរគឺវត្តអត់ទាន់សាងសង់ហើយទេកំពុងតែស្ថិតក្នុងការសាងសង់អញ្ចឹងហើយបើមើលទៅគឺនៅថ្មីទាំងអស់ហ្មងនិយាយទៅអារម្មណ៍អេដមីនពេលនេះគឺថារំភើបខ្លាំងមែនទែនហ្មងណាត្រូវតែឃើញតែគេថតផុសអញ្ចឹងហើយឥឡូវនេះក៏បានមកដល់កន្លែងហ្នឹងផ្ទាល់ហើយវាទៅគឺស្អាតមែនទែនហ្មងដូចនៅស្រុកចិនអញ្ចឹងប៉ុន្តែវត្តហ្នឹងគឺនៅស្រុកខ្មែរយើងទេហើយឥឡូវហ្នឹងគឺខ្ញុំបានដើរចិត្តមកដល់ខ្លងទ្វារហើយនៅមុខខ្លងទ្វារហ្នឹងគឺគេបានដាក់បំរាមនឹងតាណែនាំអញ្ចឹងណាថាពេលដែលចូលហ្នឹងគឺយើងសុំសម្អាតបរិស្ថានហើយឲ្យយកអីចូលទៅញ៉ាំទេហើយឲ្យយើងស្លៀកពាក់ឲ្យសមរម្យអញ្ចឹងណាហើយមានមើលឲ្យឃើញគេឡៃទៅផ្សារទ្វារហ្នឹងអត់សូវចង់ហ៊ានចូលទេខ្លាចគេឲ្យចូលលឹបលោតែយ៉ាងណាក៏ដោយគឺត្រូវជំនះចូលតតបានដោយសារមកដល់ហើយគឺត្រូវតែចូលទៅមើលអូននិយាយពីអារម្មណ៍ពិតហ្មងបងប្អូនទាំងគ្នាពេលដែលចូលមកដល់ខាងក្នុងហ្នឹងគឺជាឡើងលហឹមហើយនិយាយទៅគឺការរចនាម៉ូដរបស់គេគឺស្អាតខ្លាំងហ្មងទោះជាកំពុងតែស្ថិតក្នុងការសាងសង់ពិតមែនប៉ុន្តែគឺថារំលេចម៉ូដមកឡើងស្អាតតិចចិត្តហ្មងហើយឥឡូវនេះគឺខ្ញុំចូលមកដល់ខាងក្នុងហើយគឺខ្ញុំធ្វើការដើរថតឲ្យមើលថាថ្មដែលគេយកមកសាងសង់ហ្នឹងថាធំប៉ុណ្ណាដែលរាប់តាមកហើយយើងថតចែកគ្នាមើលទាំងអស់គ្នាពេលដែលចូលមកដល់ខាងក្នុងគឺមានសភាពស្ងប់ស្ងាត់ហើយជាកន្លែងដែលគេសមាធិហើយដល់ពេលហើយការរៀបចំគឺស្អាតខ្លាំងមែនទែនហ្មងហើយក៏មានវិន័យល្អដែរគឺគេដាក់វិន័យគេដាក់បិទកណ្ដាស់ហ្នឹងឲ្យយើងមើលមកឲ្យយើងហ្នឹងងក្មេងៗអីមកស្រែកលោឡាអីទេទៅពេលដែលយើងចូលមកកន្លែងហ្នឹងគឺយើងត្រូវតែគោរពតាមវិន័យរបស់គេអញ្ចឹងអត់អាចស្រែកលោឡាបានហើយក៏អាចចោលសម្រាប់អីព្រៃកណ្ដាស់ដែរបើនិយាយពីអារម្មណ៍របស់ខ្ញុំពេលដែលបានដើរចូលមកដល់កន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាជ្រះថ្លានៅក្នុងផ្លូវចិត្តហើយនឹងរំភើបខ្លាំងមែនទែនហើយខ្ញុំក៏ចង់ណែនាំឲ្យជាពិសេសបងប្អូនស្រីៗយើងមកតំណែងអីគួរតែឆ្លៀតមកឡើងវត្តហ្នឹងមកលេងមកមើលអីម្ដងអញ្ចឹងណាចង់ឲ្យបងប្អូនទាំងគ្នាទទួលបាននៅអារម្មណ៍ដែលលក្ខណៈថាយើងស្ងប់ស្ងាត់ជ្រះថ្លានៅក្នុងផ្លូវចិត្តអញ្ចឹងហើយវត្តបញ្ញាធំនេះដែរបើតាមខ្ញុំឮគឺជាវត្តដែលសម្រាប់ភិក្ខុនៃដែលគាត់មកសិក្សាពីព្រះធម៌អប់រំចិត្តអីនៅទីនេះអញ្ចឹងនិយាយទៅបន្ទាប់ពីឮថាមានវត្តភិក្ខុនៃនៅក្នុងប្រទេសខ្មែរយើងអីចឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដោយសារភាគច្រើនមនុស្សស្រីយើងគឺប្រហែលរកកន្លែងណាដែលអាចអប់រំចិត្តនឹងអាចរៀនព្រះធម៌ដោយស្ងប់ស្ងាត់និងមានសុវត្ថិភាពអញ្ចឹងហើយខ្ញុំក៏បានគិតថាបើថ្ងៃណាមួយមានឱកាសខ្ញុំនឹងចុះឈ្មោះចូលសមាធិនៅវត្តនេះផងដែរហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរដើរទៅកន្លែងព្រះវិហារមួយទៀតដែលមានរូបព្រះធំនៅចំកណ្ដាលជាមួយទៅទៀតពេលខ្ញុំដើរទៅដល់តែខ្ញុំថតឲ្យមើលនិយាយទៅបរិវេណនៅក្នុងវត្តហ្នឹងគឺធំខ្លាំងណាស់បងប្អូនទាំងគ្នាខ្ញុំនៅតែនិយាយដដែលចឹងខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាបើបានឃើញវីដេអូហ្នឹងហើយបងប្អូនទាំងគ្នាគួរតែមកលេងម្ដងឲ្យធ្វើមិនបានម្ដងចឹងណាដើម្បីឲ្យបានទទួលនៅអារម្មណ៍មួយដែលថាយើងស្ងប់ស្ងាត់ជ្រះថ្លាដូចខ្ញុំដែលខ្ញុំបានទទួលចឹងណាខ្ញុំចង់ឲ្យបងប្អូនយល់ថាមិនបាច់តតែយើងនឹងឲ្យទៅរៀនព្រះធម៌ឬមួយក៏យើងបួសឬមួយក៏អីទេគ្រាន់តែយើងឃើញនៅភាពស្រស់ស្អាតនៅក្នុងបរិវេណវត្តហ្នឹងក៏យើងមានអារម្មណ៍ថាជ្រះថ្លាហើយនឹងសប្បាយរីករាយក្នុងចិត្តដែរនេះឥឡូវហ្នឹងគឺខ្ញុំបានមកដល់កន្លែងព្រះពុទ្ធគង់នៅហើយខ្ញុំក៏បានធ្វើការឡើងទៅលើខ្ញុំទៅថតឲ្យបានចិត្តឲ្យបងប្អូនទាំងគ្នាមើលចឹងហើយនេះដែរគឺជាទេសភាពនៅជុំវិញនៅខាងមុខព្រះពុទ្ធរបស់យើងទេសភាពគឺស្រស់ស្អាតខ្លាំងមែនតើតិចទៀតខ្ញុំនឹងថតទេសភាពនៅខាងក្រោយម្ដងហើយនេះគឺជាទេសភាពនៅខាងក្រោយកន្លែងចំហៀងខាងនេះគឺខ្ញុំកំពុងតែដើរទៅកន្លែងគេដាំបន្លែកន្លែងហ្នឹងឃើញមានតែតកូនតែដឹងថាមានដើមឈើអីគេខ្លះទេខ្ញុំអត់ទៅឃើញច្បាស់ដែរអញ្ចឹងតោះឥឡូវហ្នឹងយើងទៅមើលចិត្តទាំងអស់គ្នាថាមានដើមឈើអីគេខ្លះកន្លែងគាត់ដាំដំណាំមានតកូនមានអីទីទៅគឺខ្ញុំឃើញតែមានដើមតកូនទេហើយដើមឈើវិញហ្នឹងខ្ញុំអត់ស្គាល់ទេថាដឹងថាដើមអីអញ្ចឹងហើយចំណែកឯចំហៀងខាងនេះវិញគឺជាក្រានបាយបន្ទប់ទឹកហើយនឹងកន្លែងលុបមុខលាងដៃអីចឹងទៅឥឡូវហ្នឹងដោយសារមេឃរៀងល្ងាចដែរអញ្ចឹងហើយក៏ខ្ញុំសម្រេចចិត្តថាមកថតនៅខាងមុខវិញនឹងត្រឡប់ចេញទៅផ្ទះវិញអញ្ចឹងណាហើយប៉ុន្តែចិត្តនៅតែមកអស់ចិត្តទេនោះចង់ដើរទៅផ្លូវខាងនោះទៀតខាងនោះគេដាក់ផ្លាកថាទៅព្រះវិហារអីទេនៅខាងនោះចង់ទៅទៀតប៉ុន្តែវារៀងល្ងាចដែរហើយចឹងមិនថាហ្នឹងបងប្អូនទាំងគ្នានៅក្នុងនោះគឺធំហើយនឹងមានច្រើនកន្លែងទៀតគាត់ថាខ្ញុំចូលទៅខ្ញុំបញ្ញាប់ចឹងទៅខ្ញុំដើរថតអត់ទេណាមួយគេខាងសងអត់ទាន់ហើយទេអញ្ចឹងហើយបងប្អូនទាំងអស់គ្នាមានឱកាសមានពេលគួរតែមកលេងម្ដងខ្ញុំជឿថាបើសិនជាបងប្អូនទាំងគ្នាបានមកលេងម្ដងហើយច្បាស់ជាមានអារម្មណ៍ដូចខ្ញុំអញ្ចឹងតែបើសិនជាអត់បានមកនៅស្ដាយក្រោយហើយឥឡូវហ្នឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនទាំងគ្នាដែលបានទស្សនាតាំងពីដើមរហូតមកដល់ចប់ហើយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយ Subscribe Channel YouTube អូនម្នាក់មួយផងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយកុំភ្លេចទៅលេងផងណាជួបបលល្អពី Admin